អត់មានទំនុកចិត្តឪពុកម្ដាយគាត់មានស្ដីបន្ទោសឲ្យយើងទេបងដល់ពេលអញ្ចឹងទៅអត់ហ៊ានប្រាប់គាត់អត់ហ៊ានប្រាប់គាត់ទេក៏អត់ទាន់មានដឹងទេណាគាត់ដល់ដឹងថាខ្ញុំបែកដល់ថាហ្នឹងទេបាទឥឡូវនេះបានជួបជាមួយនឹងកញ្ញាបាទជាច្រើនស្រស់ស្អាតមែនតើបាទដែលកំពុងតែផ្ទុះបាទរឿងថាទិញលេលាបបាទលាបឲ្យសបែរជាលាបទៅមិនសស្អាតបែកសង្វារសាច់បាទខូចសាច់ខូចស្បែកអស់ឥឡូវនេះពួកគាត់ស្នើមកកាន់សារព័ត៌មានឲ្យជួយផ្សព្វផ្សាយដើម្បីរឿងនេះគាត់អាងថាជារឿងពិតអឿនចន្ទទីចាបងមកពីខាងណាមកពីខេត្តបន្ទាយមានជ័យបងខេត្តបន្ទាយមានជ័យមូលហេតុខ្ញុំប្រើប្រាស់លេមួយប្រភេទបែកសង្វារពេញខ្លួនបែកសង្វារចាពេញខ្លួនសង្វារដៃមើលដៃអូបែកចឹងហ្មងចាយើងប្រើប្រហែលធម្មតានេះបែកខ្លាំងមែនតើខ្ញុំបែកវាខ្ញុំប្រើ30កំប៉ុងហ្នឹងបង30កំប៉ុងហើយបែកជាអញ្ចឹងទៅចាហើយកំប៉ុងទីប្រហែលដែរយើងឲ្យបែកសង្វារហ្នឹងនិយាយរួមទៅចាប់ផ្ដើមពីកំប៉ុងទី20ចាប់ផ្ដើមពីកំប៉ុងទី20ចាប៉ុន្តែខ្ញុំនៅបន្តប្រើដោយសារតែខ្ញុំចង់ដឹងខ្លាចតែមកពីបញ្ហាស្បែកខ្ញុំឬក៏មកពីផលិតផលអញ្ចឹងណាខ្ញុំប្រើផ្អាកចេញផលិតផលថ្មីឬក៏មកប្រែហ្នឹងចេញពី3ដងអញ្ចឹងខ្ញុំប្រើគ្រប់ប្រភេទមិនបាត់អញ្ចឹងខ្ញុំប្រើតាមប្រែនមួយហ្នឹងដល់ពេលប្រើគ្រប់ប្រភេទនៅតែអត់បាត់នៅតែលើដើមអញ្ចឹងបាទយើងសន្និដ្ឋានថាមកពីប្រើប្រាស់លេហ្នឹងមូលហេតុអីបានយើងដឹងថាមកពីប្រើប្រាស់លេហ្នឹងដោយសារតែខ្ញុំដំបូងបើតិចឯងបងវារៀងអុចក្រហមខ្ញុំប្រឈប់ប្រហែលជាមួយអាទិត្យវារៀងរួមទៅវិញវារៀងបាត់ក្រហមវាមកខ្មៅសបល់ខ្ញុំរៀងស្អាប់ខ្ញុំបន្ថែមទៀតបន្ថែមរហូតដល់វាដល់ថ្នាក់ថែមចាបាទហើយអាហ្នឹងគេអត់លាបមុខទេគេលាបទឹកខ្លួនទេលាបបើលាបមុខបានខ្ញុំលាបមុខទៀតអូចាសម្រាប់លាបខ្លួនចាបាទអញ្ចឹងតាំងពីបែកប្រេះសង្វារខូចស្បែកមកប្រហែលខែហើយមកដល់ឥឡូវនេះក្នុងឆ្នាំ2022មកអូតាំង2022 3ឆ្នាំ3-4ឆ្នាំដែរ3-4ឆ្នាំដែរដំបូងឡើយបងអូនគិតថាមានបងអូនតែម្នាក់ឯងទេដែលប្រើទៅបែកសង្វារបងអូនអត់ដឹងថាអ្នកផ្សេងគេប្រើទៅចឹងដែរអត់ខ្ញុំអ្នកផ្សេងខ្ញុំអត់ដឹងតែបើបងប្អូនខ្ញុំដឹងព្រោះអីខ្ញុំអ្នកណែនាំឲ្យគាត់ប្រើអញ្ចឹងហើយបងប្អូនរបស់បងឯងហ្នឹងគឺឥឡូវបែកសង្វារទាំងអស់គ្នាដូចឯងដែរអស់គ្នាដូចខ្ញុំតែគាត់តិចជាងខ្ញុំដោយសារតែគាត់ប្រើតិចជាងខ្ញុំអញ្ចឹងខ្ញុំបែកហើយខ្ញុំឲ្យគាត់ប្រជុំប្រើចុះបងមានបានតាកតងសួរនាំទៅកាន់ម្ចាស់ប្រែនម្ចាស់ក្រុមហ៊ុននឹងអត់ថាគាត់នឹងមានការដោះស្រាយទទួលខុសត្រូវអីជាមួយយើងខ្ញុំអត់ហ៊ានតំណែងទៅគាត់ទេដោយសារតែធ្លាប់ឃើញពីមុនមកវាចិត្តតែមានរឿងបញ្ហាទៅខ្ញុំក្មេងជនរងគ្រោះខ្ញុំអត់មានអីពឹងផ្អែកទៅលើអីមួយទេអញ្ចឹងខ្ញុំអត់ហ៊ានដល់ដោយសារតែមីអូនគាត់បានផ្ទុះជាមួយនឹងរឿងហ្នឹងហើយខ្ញុំអូខេបើគាត់មានហើយខ្ញុំក៏អត់ខ្លាចនឹងចេញមុខដែរដោយសារតែគាត់អ្នកផ្សេងក៏គាត់មានខ្ញុំក៏មានបងប្អូនខ្ញុំក៏មានចុះទៅហើយនិយាយរួមទៅទឹកចិត្តសឹងតែ1%ក៏ខ្ញុំអត់មានដែរយ៉ាងម៉េចស្លៀកខ្លីក៏ខ្ញុំអត់ដែរមានសូម្បីតែគ្រួសារក៏គាត់អត់មានទំនុកចិត្តអារម្មណ៍របស់យើងហ្នឹងគឺដូចថាយើងដូចបាក់ស្បាតហ្នឹងឪពុកម្ដាយគាត់មានស្ដីបន្ទោសឲ្យយើងទេបងដល់ពេលអញ្ចឹងទៅអត់ហ៊ានប្រាប់គាត់អត់ហ៊ានប្រាប់គាត់ទេក៏អត់ទាន់មានដឹងទេណាគាត់ដល់ដឹងថាខ្ញុំបែកដល់ថាហ្នឹងទេចុះបងមិនបែកតដៃនេះទេនៅកផ្លូវនៅជើងអីផ្សេងទាំងអស់ជើងកផ្លូវទៅពេញដងខ្លួនណាបើមិនអីទេយើងបង្ហាញតដៃហ្នឹងយើងដឹងហើយហ្នឹងហើយប៉ុន្តែចង់និយាយថាបងអូនមានបានទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យដើម្បីគាត់ផ្ដល់ជាយោបល់ថាបងអូនត្រូវដោះស្រាយបែបណាខ្ញុំអត់បានទៅទេអត់ទាន់បានទៅទេណាដោយសារតែខ្ញុំបញ្ឆោតមកខ្លួនឯងថាខ្ញុំប្រើផលិតផលហ្នឹងបើខ្ញុំឈប់ប្រើខ្ញុំបាត់តែបើខ្ញុំនៅតែប្រើវានឹងអាចប្រេះលើដើមអញ្ចឹងហើយចាចុះបងចាប់ផ្ដើមប្រើកំប៉ុងទី1វាបានផ្ដល់ជារូបសញ្ញាអីខ្លះទេចំពោះលេងទី1អត់ទាន់មានទី2ក៏អត់ទាន់មានដល់ចូលកំប៉ុងទី10ជាងបានខ្ញុំវារៀងក្រហមអុចតិចតួចកំប៉ុងទី10ជាងចាប់ផ្ដើមរៀងក្រហមអុចតិចតួចហើយចូលដល់កំប៉ុងទី20អីទៅបានចាប់ផ្ដើមឃើញជាសញ្ញាធ្ងន់ធ្ងរតែម្ដងអញ្ចឹងបានបងចាប់ផ្ដើមមានអារម្មណ៍ថាគឺលេនឹងហើយដែលធ្វើឲ្យបងប្រតិកម្មឡើងហើយខ្ញុំឈប់ហើយក៏វាអត់បាត់ដែរខ្ញុំឈប់ហើយក៏វាខ្ញុំឈប់ហើយវារៀងបានតិចហើយតែខ្ញុំនៅតែបន្តទៀតព្រោះខ្ញុំចង់ខ្ញុំចង់ស្អាតខ្ញុំចង់ឲ្យខ្លួនខ្ញុំធ្វើហ្វិចទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំកំពុងទុកវាខកចិត្តខកពីការគិតយើងទាំងស្រុងណាអូនអាយុប្រហែលហើយបងខ្ញុំ27ឆ្នាំ27ឆ្នាំអឿនចន្ទីបាទហើយសូមឲ្យបងខាងមេធាវីគឺខាងបងប៉ូលីសគាត់ក៏ដូចជាថ្នាក់ដឹកនាំដែលគាត់ធ្វើការនៅក្នុងរាជធានីភ្នំពេញជួយរកដូចជាធរឲ្យពួកខ្ញុំក្មេងៗដែលមិនសូវមានថវិកាប៉ុន្តែចង់ឲ្យបានខ្លួនឯងស្អាតបាតប៉ុន្តែវាអត់បានដោយការគិតទៅជាបាទខកបំណងខ្ញុំផ្ទាល់សូមចេញមុខជាសាធារណៈផ្ដាំទៅដល់បងប្អូនឬក៏យុវជនទាំងអស់ដែលគាត់ចង់បានស្បែកសស្អាតតែកុំបបុកខ្លាំងពេកជ្រើសរើសផលិតផលមួយណាដែលត្រឹមត្រូវហើយមានចុះក្រសួងច្បាស់លាស់មាន ingredient ច្បាស់លាស់អត់ចេះតែលាបប្រើប្រាស់
តាមតែចិត្តឯងដូចខ្ញុំមានលុយទីទួយខ្ញុំបើកប្រាក់ខែមកគាត់ថាល្បីនៅ TikTok Facebook ហើយគាត់ថាអូអត់ខ្វល់ពីបញ្ហាទាំងអស់ចង់លៀបចង់ប្រើប្រាស់ហើយបាទប្រើប្រាស់ហើយមកការទី1អត់អីទី2អត់អីមកការទី3គឺបញ្ហាខ្ញុំចប់ទាំងអស់ខ្លួនប្រាណខ្ញុំនិយាយទៅវា3សង្វារពេញខ្លួនទាំងអស់មកបាទមើលទៅឡើង